សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ទីស្វេចឹងហឺនឹងអីទាំងអស់គ្នាឥឡូវនេះយើងនឹងរៀនមេរៀនចុងក្រោយនៃសភៅ AHK1 អញ្ចឹងណាអញ្ចឹងកុំឲ្យខាត់ពេលតោះទៅចូលមេរៀនជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយអូខេឥឡូវមកអានជាមួយខ្ញុំទាំងអស់គ្នាមកតាទី15课第15课យើងប្រែថាមេរៀនទី15ហ្នឹងបងប្អូនទាំងគ្នាហ្នឹងហើយ我是坐飞机来的我是坐飞机来的អូខេ我ខ្ញុំ是គឺជាជក់នេះជិះឡើងអង្គុយណា飞机យន្តហោះ来的យើងថាដែលមកអញ្ចឹងទៅអញ្ចឹងយើងប្រែជាខ្មែរមកខ្ញុំជាយន្តហោះមកអញ្ចឹងទៅហ្នឹងហើយអូខេអញ្ចឹងអានេះយើងទៅមើលសឹងសើទាំងអស់គ្នានេះនៅខាងនេះគឺសិតសឹងសើទាំងអស់ហ្នឹងហើយអូខេអញ្ចឹងកន្លែងចៅជីយើងប្រែថាបង្កើតណាបង្កើតប្រយោគហ្នឹងហើយរៀងអកបងប្អូនទាំងគ្នាតោះឥឡូវយើងទៅមើលពាក្យទី1ទាំងអស់គ្នាយើងអាចថា认识អញ្ចឹងឥឡូវនេះចាំលុបចម្លេងចោលផងបងប្អូនទាំងគ្នាណាហ្នឹងហើយ认识认ណាសលេងទី4认是一是អញ្ចឹងនេះចាំលុបសលេងចោលទៅអាចថាសលេងទី5ឬឈីងសឹងសលេងស្រាលណាហ្នឹងហើយអញ្ចឹងយើងអាចថា认识យើងប្រែថាស្គាល់ណាហ្នឹងហើយអញ្ចឹងខ្ញុំមិនដឹងថាដាក់រូបភាពណាដែលឲ្យស៊ីឬក៏ស័ក្តិសមទេអញ្ចឹងខ្ញុំមកដាក់តែម្ដងឥឡូវយើងទៅមើលការបង្កើតប្រយោគទាំងអស់គ្នាណាតោះនេះ我认识他ខ្ញុំសូមព្រាធំបន្តិចអូខេតើយើងទៅមើលតិចមក我认识他我ខ្ញុំ认识ស្គាល់ថានេះគឺគាត់សម្រាប់ទៅលើមនុស្សប្រុសអញ្ចឹងខ្ញុំស្គាល់គាត់ណាបងប្អូនទាំងគ្នាហ្នឹងហើយខ្ញុំស្គាល់គាត់ហ្នឹងហើយអូខេតើទៅមើលពាក្យមួយទៀតប្រយោគមួយទៀតតាទី2你认识这个人吗你认识这个人吗你เนี่ย认识ស្គាល់这个យើងប្រែថានេះណាហ្នឹងហើយបងប្អូនទាំងគ្នានេះរិនមនុស្សម៉ាយើងប្រើក្នុងប្រយោគសំណួរអញ្ចឹងយើងប្រែថាតើអ្នកស្គាល់ម្នាក់នេះទេអញ្ចឹងទៅហ្នឹងហើយដើម្បីឲ្យងាយយល់បងប្អូនទាំងគ្នាហ្នឹងហើយអូខេតើលើភាសាទៀតមក认识我认识他你认识这个人吗ហ្នឹងហើយបងប្អូនទាំងគ្នាតោះពាក្យទី2សូមព្រាធំបន្តិចហ្នឹងហើយទៅទីទៀតតោះអញ្ចឹងពេលនេះយើងអាចថា年នឿអ៊ីនីអាន年យើងប្រែតែឆ្នាំហ្នឹងបងប្អូនទាំងគ្នាឆ្នាំណាអូខេប្រែតែឆ្នាំខ្ញុំមិនដឹងថាដាក់អីដែរបានស័ក្តិសមណាហ្នឹងហើយខ្ញុំមកដាក់តែម្ដងតើឥឡូវយើងទៅមើលការបង្កើតប្រយោគតិចមកតើលេខ3គេនិយាយថាម៉េចតា今年是នេះគឺ是ណាមាន是ទេបងប្អូនទាំងគ្នាណាជាស្រ័យខ្ញុំសរសេរឲ្យបានមើលហ្នឹងហើយអញ្ចឹងគេនិយាយថា今年是2025年អញ្ចឹងយើងប្រែថា今年យើងប្រែថាឆ្នាំនេះណាបងប្អូនទាំងគ្នាហ្នឹងហើយ今年ឆ្នាំនេះ是គឺជានេះឆ្នាំ2025ហ្នឹងទៅនាងគឺឆ្នាំហ្នឹងឯងអញ្ចឹងណាអញ្ចឹងយើងបកប្រែថាឆ្នាំនេះគឺជាឆ្នាំ2025ហ្នឹងហើយតាមមួយទៀតលេខ4去年我去年我去了北京去年我去了北京去年យើងប្រែថាឆ្នាំទៅឬក៏ឆ្នាំមុនណាព្រោះខ្ញុំ去ទៅឥឡូវនេះបានឬក៏去了បានទៅអញ្ចឹងទៅ北京ទីក្រុងប៉េកាំងអញ្ចឹងយើងប្រែមកឆ្នាំមុនខ្ញុំបានទៅទីក្រុងប៉េកាំងហ្នឹងហើយអូខេតើឥឡូវភាសាទៀតមក年今年是2025年មួយទៀត去年我去了北京ហ្នឹងហើយខ្ញុំសូមមកពាក្យទៀតមកតា大学的大សលេងទី4តាធ្ងន់នេះគឺស្រៈយហ្នឹងហើយស៊ីយ学大学យើងប្រែថាសាកលវិទ្យាល័យហ្នឹងហើយតើយើងមកមើលការបង្កើតប្រយោគតិចមក我在大学学习中文再来ម្ដងទៀត我在大学学习中文ខ្ញុំចៃនៅតាជាសាកលវិទ្យាល័យណាជាស៊ីយើងប្រែតែរៀនណាចុងវិនភាសាចិនអញ្ចឹងយើងបកជាភាសាខ្មែរមកថាខ្ញុំរៀនភាសាចិននៅសាកលវិទ្យាល័យហ្នឹងហើយអូខេសូមមួយទៀតមកតា这是我的大学这是我的大学这是យើងប្រែតែនេះគឺជាណាខ្ញុំតរបស់នេះដែរ
ta xía gặp chỉ lại chứ dừng phải mà đi cứ chia gặp chỉ lại được bọc nhộm nè này ở lấy xong mà sao thì mất à ta xía 我在大学学习中文这是我的大学nè này ở lấy xong một điểm mất à 饭店อันนี้เสรีบนต่อไปนะ饭店จังเตียนเล่นที่บนนี่คืออ่านชื่อเล่นชี้สังเกตบานได้นะจังนั้นนะโอเค饭店โอเค饭店យើងប្រែថាសន្តាគារឬក៏ភោជនីយដ្ឋានហ្នឹងហើយតែឡើយយើងទៅមើលប្រយោគការប្រកាសប្រយោគតិចមកតាទី7那家饭店很好那家饭店很好ណានោះជាគឺជាកន្លែងនេះយើងអត់បាច់តែផ្ទះទេដល់ទៅលើឯកតាដល់ទៅជាឯកតារបស់ហ្វាន់ទៀននេះអញ្ចឹងណាហ្នឹងហើយណាជាហ្វាន់ទៀនអញ្ចឹងយើងបាច់ថាហាងភោជនីយដ្ឋាននោះឬក៏សាគានោះណាហ្នឹងហើយយើងបានដាក់ទាំងពីរទេយើងដាក់តែមួយអញ្ចឹងណាហើយណាហៅល្អអញ្ចឹងហៅណាល្អណាស់អញ្ចឹងយើងប្រែថាសន្តាគារនោះល្អណាស់ហ្នឹងហើយខ្ញុំសូមវិធីមកតទី8我们去饭店吃饭吧我们去饭店吃饭吧我们យើងប្រែថាពួកយើងឬពួកខ្ញុំឬក៏យើងទៅទៅ饭店ភោជនីយដ្ឋានឬសន្តាគារញ៉ាំ吃饭ញ៉ាំបាយ饭គឺបាយណាប៉ាយើងប្រើវាសម្រាប់ប្រកបបញ្ជាតោះនេះហ្នឹងហើយអញ្ចឹងយើងបកប្រែជាភាសាខ្មែរមកថាតោះពួកយើងទៅញ៉ាំបាយជាមួយគ្នាហ្នឹងហើយអូខេសូមម្ដងទៀត饭店那家饭店很好我们去饭店吃饭吧ហ្នឹងហើយខ្ញុំសូមមកពាក្យទៀតមកតាឈូជូឈឿយើងបែរតាក់ស៊ីអ្នករត់តាក់ស៊ីណាហ្នឹងហើយតលេខ9我们坐出租车回家ម្ដងទៀត我们坐出租车回家我们យើងមកយើងពួកខ្ញុំយើងទៅជក់ជី出租车តាក់ស៊ី回家回ត្រឡប់ជាផ្ទះដល់ផ្ទះអញ្ចឹងយើងបកប្រែជាភាសាខ្មែរមកថាពួកយើងជិះតាក់ស៊ីត្រឡប់ទៅផ្ទះឬក៏ទៅផ្ទះនឹងឯងអញ្ចឹងណាអូខេ第10មក这是一辆出租车这是一辆出租车这是នេះគឺជាណាអ៊ីមួយ辆ឯកតារបស់រថយន្តគ្រឿងអ៊ី辆មួយគ្រឿងហ្នឹងទៅអញ្ចឹងយើងបកប្រែជាភាសាខ្មែរមកថានេះគឺជាឡានតាក់ស៊ីមួយគ្រឿងហ្នឹងទៅហ្នឹងហើយខ្ញុំសូមភាសាទៀតមកតា出租车我们坐出租车回家这是一辆出租车ហ្នឹងហើយតើសូមមកពាក្យទៀតអញ្ចឹងកន្លែងនេះសលេងទី4ណាខ្ញុំការចាំកែផងណាសលេងទី4សលេងទី4បងប្អូនទាំងគ្នានេះបែបនេះតើនេះខ្ញុំសូមដាក់អីឃើញតែម្ដងទៅហ្នឹងហើយអូខេចាំកែផងណាបងប្អូនទាំងគ្នាហ្នឹងហើយសលេងទី4ហ្នឹងហើយមិនបានទូចចឹងអូខេសលេងទី4ហ្នឹងហើយអូខេ一起យើងបាច់ជាមួយឬក៏ជាមួយគ្នានឹងឯងអញ្ចឹងណាខ្ញុំដាក់រូបអីទេចឹងអត់ដាក់តែម្ដងតទី11我们一起去看电影我们一起去看电影我们ពួកខ្ញុំឬក៏យើងអញ្ចឹងណា一起ជាមួយឬជាមួយគ្នា去ទៅ看មើល电影ខ្សែភាពយន្តឬក៏កុនអញ្ចឹងយើងបកប្រែជាភាសាខ្មែរមកថាពួកយើងទៅមើលកុនជាមួយគ្នាអញ្ចឹងទៅហ្នឹងហើយទី12你想一起吃饭吗你想一起吃饭吗你អ្នក想ចង់ហ្នឹងហើយអញ្ចឹង想កន្លែងនេះបែរតែចង់ទៅណាហ្នឹងហើយ一起ជាមួយឬជាមួយគ្នា吃នេះគឺញ៉ាំហ្វាន់បាយម៉ាប្រើក្នុងពាក្យសំណួរអញ្ចឹងយើងបកប្រែជាភាសាខ្មែរមកថាតើអ្នកចង់ញ៉ាំបាយជាមួយគ្នាដែរទេអញ្ចឹងទៅហ្នឹងហើយអូខេសូមម្ដងទៀតថា一起我们一起去看电影你想一起吃饭吗ហ្នឹងខ្ញុំសូមមកពាក្យទៀតតា高兴高兴អូខេ高兴អូខេ高兴អូខេយើងប្រែថាសប្បាយចិត្តណាហ្នឹងហើយខ្ញុំសូម check នេះតិចខ្ញុំអត់ច្បាស់សំឡេងទីប្រមាណទេខ្ញុំសូម check តិចណាហ្នឹងហើយ高兴អូខេ高兴ហ្នឹងហើយបងប្អូនគ្នា高兴គឺកន្លែងនេះគឺសំឡេងទី4ហ្នឹងហើយចាំកែផងហ្នឹងហើយសំឡេងទី4ណា高兴អូខេ高兴អូខេសប្បាយចិត្តហ្នឹងហើយតោះទី13មក我很高兴ហ្នឹងហើយ
我很高兴ហ្នឹងហើយ我ខ្ញុំហិនណាស់高兴សប្បាយចិត្តខ្ញុំយើងប្រែថាខ្ញុំសប្បាយចិត្តណាស់ចឹងទៅទី14តោះមួយទៀតថា今天很高兴ថា今天很高兴ហ្នឹងហើយថានេះយើងប្រែថាគាត់មនុស្សប្រុសណា今天ថ្ងៃនេះហិនណាស់高兴សប្បាយចិត្តយើងប្រែថាគាត់ថ្ងៃនេះសប្បាយចិត្តណាស់ហ្នឹងហើយអូខេខ្ញុំសូមម្ដងទៀតតោះ高兴高兴我很高兴他今天很高兴ហ្នឹងសូមមកពាក្យទៀតមកតា听ស្ដាប់ហ្នឹងហើយស្ដាប់ណាហ្នឹងហើយតទី15请听我说请听我说请នេះសូមណា听ស្ដាប់我ខ្ញុំ说និយាយអញ្ចឹងសូមស្ដាប់ខ្ញុំនិយាយសិនហ្នឹងហើយយើងប្រែដាក់សិនមកដោយសារមានជាសំណូមពរយើងដាក់សិនមកទោះមានពាក្យហ្នឹងក៏ដោយដែរបើតាមថាយើងអាចនិយាយថា先听我说អញ្ចឹងទៅ先听我说请我说ដូចគ្នាណាហ្នឹងហើយតទី16មកតា我听音乐音乐ណាមាន in លទេកន្លែងនេះណាបងប្អូនទាំងគ្នាដោយសារខ្ញុំសាកកែតិចខ្លាចវាកែបានណាបងប្អូនទាំងគ្នាខ្ញុំសូមកែតិចមកខ្លាចវាកែបាននៅតែអត់បានទេបងប្អូនទាំងគ្នាអើយឃើញយើងបងប្អូនអត់កើតទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងនេះគឺយៈណាបងប្អូនទាំងគ្នាចាំខ្ញុំអត់សរសេរឲ្យណាយៈបែបនេះណាហើយសំឡេងទី4ណាហ្នឹងអូខេនេះអក្សរវិញនេះចាំខ្ញុំដាក់នឹងឲ្យហ្នឹងហើយហ្នឹងគឺយៈអូខេ我听音乐ហ្នឹងហើយខ្ញុំស្ដាប់ចម្រៀងខ្ញុំ听ស្ដាប់音乐ចម្រៀងណាហ្នឹងហើយអញ្ចឹងខ្ញុំស្ដាប់ចម្រៀងហ្នឹងហើយអូខេតោះខ្ញុំសូមម្ដងទៀតត听请听我说我听音乐ហ្នឹងហើយខ្ញុំស្ដាប់ចម្រៀងអីចឹងទៅតែសូមមកពាក្យទៀតមកត飞机យើងបែរតែយន្តហោះហ្នឹងហើយយន្តហោះណាតោះទី17飞机来了飞机来了អូខេ飞机飞机អញ្ចឹង飞机来了យើង飞机យន្តហោះឡើយមកឡើយហើយចឹងទៅអញ្ចឹងយន្តហោះមកហើយហ្នឹងហើយទី18មួយទៀតមកតា我坐飞机去中国我坐飞机去中国ខ្ញុំជួជិះ飞机យន្តហោះ去ទៅណា中国ប្រទេសចិនអញ្ចឹងខ្ញុំជិះយន្តហោះទៅប្រទេសចិនហ្នឹងហើយអូខេអញ្ចឹងសម្រាប់វីដេអូទី1គឺមានតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូភាគ2បាយបាយ